សួស្តីបងប្អូនអរគ្នាជាពិសេសបងប្អូនដែលកំពុងតែសិក្សានៅថ្នាក់ IT ឆ្នាំទី1ឆ្នាំទី2នៅក្នុងវីដេអូនេះខ្ញុំនឹងបញ្យល់អ្នកគ្នាបង្ហាញអំពីការប្រើប្រាស់នៅ control structure នៅក្នុងជាមួយនឹងភាសា C++ programming អញ្ចឹងនៅក្នុង C++ programming នៅក្នុងផ្នែកមួយដែលគេនិយាយអំពី control structure នៅក្នុងនេះគឺcontrol structure យល់ទៅ control structure គឺយើងបែងចែកចេញជាពីរទី1គឺ decision making structure នៅក្នុង decision making structure ហ្នឹងគឺវាបែងចែកទាក់ទងជាមួយនឹងការបង្កើតជាលក្ខខណ្ឌសម្រាប់គ្រប់គ្រងការងារការចងជាលក្ខខណ្ឌការងារនៅក្នុងនេះគឺវាមានអីគេខ្លះ if statement ទី2គឺ if else statement ទី3គឺអីគេ if else statement ហើយនឹងមួយទៀតដែលយើងប្រើដូចជាមួយនឹង if ដូចជាមួយនឹង if ដែរគឺswitch case statement ចឹងអានេះគឺក្នុងចំណោម4 statement នេះគឺគេប្រើសម្រាប់នៅក្នុងការបង្កើតលក្ខខណ្ឌការចងលក្ខខណ្ឌសម្រាប់ការងារនៅក្នុងចំណុចនេះគឺគេចង់សំដៅទៅលើបើសិនបើ condition របស់យើងពិតវាធ្វើអីមិនពិតវាធ្វើអីអូខេហើយដល់ឡែកទៅតងជាមួយនឹងចំណុចទី2ដែលយើងនិយាយថាloop control structure ចឹងក្នុង loop control structure បែងចែកជា3ទី1គឺ value ទី2គឺ do value ទី3គឺ for loop អូខេ for loop ចឹងសម្រាប់វីដេអូហ្នឹងគឺខ្ញុំនឹងបញ្យល់បងប្អូនអរគ្នាឲ្យច្បាស់ detail ហើយបងប្អូនអរគ្នាអាចអនុវត្តទៅតាម example ដែលខ្ញុំលើកទៅនេះថាអ្នកគ្នានឹងយល់ច្បាស់អំពី step by step ទៅលើការងារហ្នឹងអញ្ចឹងចំណុចទី1គឺនិយាយអំពីការប្រើប្រាស់ if អញ្ចឹងណាអញ្ចឹងត្រូវចាំថានៅក្នុង C++ programming C++ programming គឺយើងបែងចែកជា2ទី1គឺ decision making structure ដែលកន្លែងចំណុចនេះគឺគេប្រើសម្រាប់បង្កើតជាលក្ខខណ្ឌការកំណត់ជាលក្ខខណ្ឌផ្សេងៗប្រសិនបើបន្ទុកយើងធំជាងឬស្មើនឹង50វាបង្ហាញអីគេបើសិនបើទូជាង50វាមានរឿងអីកើតឡើងហើយយើងចងលក្ខខណ្ឌរបៀបម៉េចដើម្បីកំណត់នីតិនីតិ A នីតិ B នីតិ C អាហ្នឹងគឺនៅក្នុង decision making structure និយាយរួមគឺ decision making structure ប្រើសម្រាប់កំណត់ឬក៏បង្កើតលក្ខខណ្ឌការងារដែលឡែកទៅជាមួយនឹង loop control structure គឺប្រើសម្រាប់កំណត់អំពីចំនួនដងនៅក្នុងការអនុវត្តរបស់កូដអូខេឧទាហរណ៍ថាយើងត្រូវការ login password បើក្នុងករណីដែល login ខុស3ដងវា block user អញ្ចឹងមានការកំណត់ម្ដង2ដង3ដងគឺនៅក្នុងការប្រើប្រាស់ loop អូខេអញ្ចឹងក្នុងករណីនេះខ្ញុំនឹងបញ្យល់អ្នកគ្នាអំពី if statement អូខេអញ្ចឹងសម្រាប់ syntax គឺជារូបមន្តត្រូវចាំថា syntax គឺជារូបមន្តនៅក្នុងការសរសេរអញ្ចឹងដើម្បីអាចឲ្យយើងចេះប្រើប្រាស់ if statement អ្នកនរគ្នាត្រូវចេះ syntax របស់វា if condition លក្ខខណ្ឌនៅក្នុងវងកញ្ចក់អត់ទាន់ឡើយនេះអូខេអញ្ចឹងប្រសិនបើអក្សរតូចអ្នកនរគ្នាឡើយនេះណាចំណាំអញ្ចឹងតែអក្សរធំគឺអត់ត្រូវទេអញ្ចឹងif ធ្វើការងារនៅពេលដែល condition true អញ្ចឹង if និយមន័យរូបមន្តរបស់វានិយមន័យរបស់វាគឺគេប្រើប្រាស់សម្រាប់ការងារដែលមានលក្ខខណ្ឌតែមួយអូខេ use for គេប្រើវាសម្រាប់អីគេសម្រាប់use for task has only one condition true តែមានលក្ខខណ្ឌតែមួយឲ្យពិតទៀតជាលក្ខខណ្ឌពិតមើលតន់អូខេអ
ចឹងមានន័យថានៅពេលដែល if ធ្វើការងារចូលដំបូងគឺវានឹងពិនិត្យ condition ពិនិត្យលក្ខខណ្ឌបន្ទាប់ពីពិនិត្យ condition true វានឹងធ្វើការនៅក្នុង statement ចឹងមានថាប្រសិនបើ condition នេះពិតលក្ខខណ្ឌនេះពិតវានឹងធ្វើការ statement ផ្ទុយទៅវិញប្រសិនបើលក្ខខណ្ឌនេះមិនពិត statement នេះគឺអត់ដំណើរការទេចឹងត្រូវចាំប្រសិនបើលក្ខខណ្ឌខាងលើនេះពិតបើនេះ true អានេះធ្វើការងារយល់ទេអញ្ចឹងមានថា code របស់យើងគឺសរសេរគឺសម្រាប់បង្កើត condition បង្កើតលក្ខខណ្ឌអញ្ចឹងក្នុងករណីនេះខ្ញុំនឹងមាន example មួយដើម្បីបង្ហាញអំពីការឆែកទៅលើបន្ទុកគណិតវិទ្យានៃការប្រឡងគណិតវិទ្យាតើសិស្សដែលបានបន្ទុកក្នុងការប្រឡងជាប់ឬក៏អត់អញ្ចឹងខ្ញុំឆែកទៅលើបន្ទុកសិស្សដែលជាប់អញ្ចឹងក្នុងនេះខ្ញុំ example ទៅលើបន្ទុកអញ្ចឹងក្នុងករណីនេះខ្ញុំតាំងអញ្ញត្តិមួយ float math អូខេបន្ទុក math អញ្ចឹងខ្ញុំនឹងធ្វើការបញ្ចូលបន្ទុកអញ្ចឹងដើម្បីបញ្ចូលបន្ទុកខ្ញុំ cout input math cin math អូខេ cin math តោះមកទៀតខ្ញុំនឹងសិក្សាទៅលើបន្ទុក math តើ math របស់ខ្ញុំនេះបន្ទុករបស់វាយ៉ាងម៉េចដែរអញ្ចឹងប្រសិនបើ if គេនេះខ្ញុំយកចាប់ដើមយកមកប្រើហើយគឺ if ប្រសិនបើលក្ខខណ្ឌរបស់ខ្ញុំនេះពិតអញ្ចឹងខ្ញុំដាក់លក្ខខណ្ឌធ្វើម៉េច math របស់ខ្ញុំធំជាងឬស្មើនឹង50អូខេប្រសិនបើ math របស់ខ្ញុំធំជាងឬស្មើនឹង50ខ្ញុំធ្វើម៉េចអញ្ចឹងក្នុងករណីនេះខ្ញុំឆែកតែទៅលើលក្ខខណ្ឌពិតទេខ្ញុំឆែកទៅលើ condition true ឯងបើសិនបើ math របស់យើងធំជាងឬស្មើនឹង50ពិតមែនខ្ញុំឲ្យវាបង្ហាញ cout you pass an examination អូខេបើសិនបើអូខេប្រសិនបើបន្ទុកគណិតរបស់យើងធំជាងឬស្មើនឹង50អញ្ចឹងកន្លែងនេះវាបង្ហាញអានេះលុះត្រាតែម៉េចវាបង្ហាញមក clear នេះបង្ហាញថា you pass an examination បានបង្ហាញនឹងបានលុះត្រាតែលក្ខខណ្ឌយើង true នឹងមានន័យថាម៉េច true នឹងមានន័យថាបន្ទុកគណិតរបស់យើងនេះគឺធំជាង50ឬក៏ចាប់ពី50ឡើងទៅយ៉ាអញ្ចឹងមានថា condition នេះពិតតោះនេះ condition ពិត true បង្ហាញអញ្ចឹងខ្ញុំចាប់ផ្ដើម run អញ្ចឹងនៅក្នុងកន្លែងនេះគឺខ្ញុំចាប់ផ្ដើមបញ្ចូលបន្ទុករបស់ខ្ញុំគឺ math របស់ខ្ញុំបញ្ចូល50ខ្ញុំ enter គេនេះ you pass examination អញ្ចឹងមានថាលក្ខខណ្ឌដែលខ្ញុំបញ្ចូលបន្ទុកស្មើ50វានឹងឆែកលក្ខខណ្ឌថាបន្ទុក math ធំជាងឬស្មើ50 true ពិតប្រាកដអញ្ចឹងវានឹងធ្វើការងារនេះប៉ុន្តែក្នុងករណីដែលវាអត់ពិតអញ្ចឹងខ្ញុំបញ្ចូលបន្ទុកមិនខ្ញុំបញ្ចូល49គឺវានឹងយកបន្ទុកគណិតមួយនេះទៅធ្វើការប្រៀបធៀបប្រសិនបើបន្ទុកគណិតរបស់យើងធំជាងឬស្មើ50ប៉ុន្តែបន្ទុករបស់យើងដែលយើងបញ្ចូលគឺ49អញ្ចឹងវាអត់ស្មើ50ទេហើយក៏វាមិនធំជាង50ដែរអញ្ចឹងមានន័យថាម៉េច condition ដែលយើងកំណត់នេះគឺអ្វីដែលយើងបញ្ចូលគឺអត់ត្រូវជាមួយនឹង condition នេះអញ្ចឹងយើង enter មកគឺវាអត់មានបង្ហាញហ្នឹងកន្លែងហ្នឹងមានន័យថាអាពាក្យសម្រាប់បង្ហាញនេះគឺវាអត់ដំណើរការកន្លែងនេះគឺ statement របស់យើងអត់ដើរដោយសារអីលក្ខខណ្ឌយើងអត់ពិតអូខេអញ្ចឹងវីដេអូកន្លែងនេះគឺបង្ហាញអំពីការប្រើប្រាស់នៅ if condition មិនចឹងណា if ហើយសម្រាប់ការប្រើប្រាស់នៅ if else បើសិនជាយើងចង់ឆែកមួយទៀតយើងចង់ឆែក condition 2ដែលមានលក្ខខណ្ឌ2មួយពិតមួយមិនពិតយើងអាចប្រើប្រាស់ if else ដាក់ទី1 yes if statement អូខេដល់ពេលចូលទៅដល់if else statement ខ្ញុំធ្វើសរសេរនេះឲ្យ2តែម្ដងមកវីដេអូនេះខ្ញុំធ្វើ2ឲ្យ if else statement
ចឹង if else statement syntax វាមិនsyntax របស់វាគឺ if condition ដដែល if condition Lដដែលចឹងកន្លែងនេះមានន័យថាបើសិន condition true អានេះគឺគេប្រើសម្រាប់ការងារដែលមានលក្ខខណ្ឌ2តែចាំការងារដែលមានលក្ខខណ្ឌ2 task has two value two state ឬក៏ two condition two state ឬក៏ two condition true and false okay true and false true and false ចឹងសម្រាប់ការងារដែលមានលក្ខខណ្ឌ2មួយពិតនិងមួយមិនពិតក្នុងករណីនេះ if គឺជាការងារទី1ដែល check condition true សម្រាប់ L គឺជាការងារទី2ដែល check condition false ចឹងសម្រាប់ការងារទាំងពីរនេះគឺមានតែមួយទេដែលធ្វើបើសិនជា if ពិតគឺធ្វើ if ហើយចប់ហើយបើសិនជា L ពិតធ្វើ L ហើយចប់ហើយ if នេះអត់ធ្វើទេចឹងនេះគឺជា statement អូខេអានេះគឺជា statement ដែរសួរថាហេតុអីបានជាអ្នកគ្នាសួរថាហេតុអីបានជានៅក្នុង if វាមាន condition ដែល like នៅក្នុង L អត់មាន condition ស្រួលយល់ទេអ្នកគ្នាអញ្ចឹងក្នុងករណីនេះគឺជា statement មួយដែលគេប្រើសម្រាប់ check ទៅលើការងារ50មានន័យថាបើសិនបើ if ពិតផ្ទុយពី if ប្រកាសជា L អញ្ចឹងមានថាបើសិនជា if ពិតផ្ទុយពី if ប្រកាសជា false ហើយអញ្ចឹងបើសិនបើជាការងារនៅក្នុង condition នៅក្នុង if នេះ condition អត់ពិតទេវាអត់ធ្វើនេះទេអត់ធ្វើហ្នឹងគឺវាប្រកាសជាចូលទៅនេះដោយស្វ័យប្រវត្តិតោះនេះបើសិនជា if អត់ធ្វើ L បើ if ធ្វើ L អត់ធ្វើអញ្ចឹងមានថាការងារពីរហ្នឹងគឺមានតែមួយទេដែលធ្វើអូខេអញ្ចឹងយើងយកអាហ្នឹងទៅប្រើសម្រាប់ជាឧទាហរណ៍មិញទាក់ទងជាមួយនឹងការប្រឡងគណិតវិទ្យាមិញបានបន្ទុកគណិតវិទ្យាខ្ញុំឆែកមើលតើបន្ទុកគណិតជាប់អត់បើជាប់ខ្ញុំឲ្យវា print ថាជាប់តែបើក្នុងករណីផ្ទុយពីជាប់មានន័យថាវាធ្លាក់អញ្ចឹងខ្ញុំឲ្យវា print ថាធ្លាក់អូខេអញ្ចឹងយើងចូលទៅមើលកន្លែងនេះមិញអញ្ចឹងលំហាត់ដដែល float គណិតដដែលខ្ញុំបញ្ចូលបន្ទុកគណិតដដែលហើយខ្ញុំយក if else statement មកប្រើប្រាស់ខ្ញុំសរសេរបន្ថែម if else statement ឃើញទេនេះអញ្ចឹងករណីទី1ប្រសិនបើបន្ទុកគណិតធំជាងឬស្មើនឹង50ខ្ញុំឲ្យវា print ថា you pass an examination ប៉ុន្តែបើសិនជាផ្ទុយពីហ្នឹងមានន័យថាម៉េចផ្ទុយពីជាប់អានេះគឺជាប់ហើយបន្ទុកនេះគឺជាប់អញ្ចឹងខ្ញុំបង្ហាញថាជាប់ដល់ពេលដែលផ្ទុយពីជាប់គឺមានន័យថាធ្លាក់អញ្ចឹងធ្លាក់ខ្ញុំឲ្យវា print ថា cout you fail exam and examination អញ្ចឹងប្រសិនបើលក្ខខណ្ឌនេះពិត you pass តែបើផ្ទុយពីហ្នឹងគឺចូល L you fail ផ្ទុយពីធំជាងឬស្មើ50គឺមានន័យថាចាប់ពី49ចុះក្រោមអូខេអញ្ចឹងខ្ញុំរ៉ាន់ម្ដងទៀតខ្ញុំចាប់ផ្ដើមបញ្ចូលឧទាហរណ៍ថាខ្ញុំបញ្ចូល50 you pass an examination អូខេត្រូវលក្ខខណ្ឌទី1អាខាងលើណាអូខេដល់ពេលទី2ខ្ញុំបញ្ចូលថាធំជាង50គឺ60 you pass ឃើញទេនេះអញ្ចឹងមានថាលក្ខខណ្ឌទី1ធំជាងឬស្មើធំជាងក៏បានស្មើក៏បានដល់ពេលទី3ខ្ញុំបញ្ចូល49គឺវាតូចជាងលក្ខខណ្ឌទី1ឧទាហរណ៍លក្ខខណ្ឌទី1គឺនិយាយថាធំជាងឬស្មើ50ដល់ពេលគេបញ្ចូលបន្ទុកគណិតគឺ49ជាងលក្ខខណ្ឌធំជាងឬស្មើគឺអត់ពិតទេអត់ពិតគឺវាប្រកាសជាចូលស្វ័យប្រវត្តិគឺ L នេះឯង L នេះតែម្ដងអញ្ចឹង L នេះវានឹងបង្ហាញថា you fail an examination ឃើញទេនេះអញ្ចឹងមានថានៅក្នុង
នៅក្នុងការប្រើប្រាស់ condition ការចងជា condition បែបនេះគឺយើងប្រើប្រាស់ if សម្រាប់ការងារដែលមាន condition 1ឬក៏ if else សម្រាប់ការងារដែលមានលក្ខខណ្ឌ2 50 មិនចឹងណា50 50អញ្ចឹងសម្រាប់ទី1ខ្ញុំសង្កេតមកវិញសម្រាប់បងប្អូនដែលត្រូវ understand វាត្រូវចាំវានៅក្នុងការសិក្សាបងអូនត្រូវចាំថាទី1គឺនិយមន័យ theory okay what is statement what is if statement if ឬក៏ or if else statement yeah statement okay ទី2 syntax សំខាន់ណាបើសិនជាយើងអត់ចេះសរសេរ syntax ស្មើនឹងរូបមន្តរបស់វានេះមើលតណានេះ syntax ស្មើនឹងរូបមន្តគេសរសេររបៀបម៉េច syntax សរសេរម៉េច if បើកវងកញ្ចក់លក្ខខណ្ឌតមក statement if else if បើកវងកញ្ចក់លក្ខខណ្ឌ statement បិទតាគៀបវិញ else បើកតាគៀប statement បិទមកវិញអញ្ចឹងទី2គឺ syntax អូខេទី2គឺ syntax ដែលយើងចាំហើយទី3ការប្រើប្រាស់របស់វាធ្វើម៉េច example យើងមានឧទាហរណ៍បញ្យល់ហើយអញ្ចឹងអ្នកនរគ្នាអាចមើលវីដេអូនឹងសារឡើងចុះហើយឧទាហរណ៍ជាមួយនឹងលំហាត់ដែលខ្ញុំបង្ហាញនេះមកអូខេបង្ហាញនេះមកឬក៏យើងអាចឆ្នៃឧទាហរណ៍ថាខ្ញុំចង់ឆែកទៅលើអាយុរបស់ប្រជាពលរដ្ឋយើងខ្ញុំតាំង integer age អូខេខ្ញុំតាំង integer age សម្រាប់ឆែកអាយុតែគាត់គ្រប់អាយុបោះឆ្នោតនៅអូខេជាធម្មតាអាយុគ្រប់បោះឆ្នោតនៅក្នុងស្រុកយើងប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតគឺចាប់ពីអាយុ18ឆ្នាំទៅ18ឆ្នាំឡើងទៅលើអញ្ចឹងមានថាលក្ខខណ្ឌរបស់យើងសរសេរថាម៉េចធំជាងឬស្មើនឹង18អូខេអញ្ចឹង input អីគេកន្លែងនេះ input age អញ្ចឹងណា input your age អញ្ចឹង cin age ជាញ៉ាត់តោះមកខ្ញុំចាប់ផ្ដើមឆែកប្រសិនបើ age ធំជាងឬស្មើនឹង18ខ្ញុំ print ថា you can vote ឃើញទេ you can vote អញ្ចឹងណាដល់ពេលផ្ទុយពីអា can vote មានថាអាយុរបស់គាត់ប្រកាសជាតូចជាង18 17ជាប់គ្រប់អញ្ចឹងនិយាយថា your age is not enough you cannot vote ឃើញទេ your age អាយុរបស់យើង is not enough អត់គ្រប់ទេអញ្ចឹងយើងមិនអាចបោះឆ្នោតបានទេអញ្ចឹងកន្លែងនេះខ្ញុំ example ឲ្យខ្ញុំ run វាអញ្ចឹងខ្ញុំបញ្ចូលឧទាហរណ៍ថាឥឡូវអាយុ input your age ខ្ញុំបញ្ចូលចាប់ពី18ទៅ you can vote ឃើញទេនេះ you can vote អញ្ចឹងមានថាលក្ខខណ្ឌរបស់យើង true 18ពិតគឺ print នៅលើអាក្រោមអត់ធ្វើការទេអញ្ចឹងមួយទៀតគឺខ្ញុំដាក់ថា20អូខេ20គឺវាធំជាងលក្ខខណ្ឌរបស់យើងលក្ខខណ្ឌធំចាប់ពី18ឡើងទៅលើអញ្ចឹងវាចាប់ពី18ទៅវាអាច18 19 20 21 22អញ្ចឹងទៅអញ្ចឹងឃើញទេ20 you can vote ដូចគ្នាប៉ុន្តែលក្ខខណ្ឌមួយទៀតដែលខ្ញុំចង់ឲ្យយើងតែគឺឧទាហរណ៍ថា17បើសិនយើងប្រៀបធៀបថាឥឡូវអាយុ17យើងឆែកបើសិនបើអាយុធំជាងឬស្មើ18អញ្ចឹងមានអានេះ17ខុសអត់ទេ condition របស់យើង false អត់ទេ false អា can vote នេះអត់ប្រើហើយអញ្ចឹងបញ្ចូលលក្ខខណ្ឌផ្ទុយគឺ L គេទេនេះ your age is not enough you cannot vote អញ្ចឹងគឺយើងចេះរបៀបក្នុងការប្រើប្រាស់ if ហើយនឹង L ច្បាស់ជាមួយនឹងភាសា C++អញ្ចឹងសង្ឃឹមថាវីដេអូនេះវាមានប្រយោជន៍សម្រាប់បងប្អូនដែលទើបតែចាប់ផ្ដើមរៀនភាសា programming ឬក៏បងប្អូនដែលផ្នែក IT ដែលគាត់កំពុងតែរៀនឆ្នាំទី1ឬក៏ឆ្នាំទី2ដែលមិនទាន់ច្បាស់ភាសា program
អាចចូលមកមើលវីដេអូរបស់ខ្ញុំដែលខ្ញុំបញ្យល់ច្បាស់ហើយនឹងមួយនៅក្នុងករណីនេះបើសិនជាគ្នាយើងឬក៏បងប្អូនដែលអត់ទាន់ clear ឬក៏អត់ទាន់ច្បាស់ចំណុចណាអាច comment ចូលទៅក្នុងវីដេអូហ្នឹង comment ចូលទៅក្នុងវីដេអូហើយសួរជាសំណួរបានខ្ញុំនឹងចូលមើលហើយខ្ញុំនឹងធ្វើការ reply ឬក៏បញ្យល់បន្ថែមឬក៏ suggest ឲ្យទៅមើលវីដេអូនៅក្នុង part មួយណាមួយដែលខ្ញុំបានធ្វើវាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងហើយជួបគ្នាជាមួយនឹងខ្ញុំនៅក្នុងវីដេអូមួយទៀតគឺនិយាយអំពី if statement សម្រាប់ការងារដែលមានលក្ខខណ្ឌច្រើនជាង2អូខេអរគុណច្រើនអញ្ចឹងប៉ុណ្្នឹង